តាំងពីប្រាសាទយើងត្រូវបានបំផ្លាញហើយដឹងថារាល់ថ្ងៃនេះវប្បធម៌របស់យើងមានគេចាំលួចចម្លងចាំបន្លំដោយសារប្រទេសយើងក្រប្រជាជនយើងតិចសំឡេងយើងខ្សោយទៅធ្វើឲ្យប្រទេសចោលវាបំភ្លេចប្រវត្តិសាស្ត្រឲ្យពិភពលោកគិតថារាល់វប្បធម៌អរិយធម៌របស់ខ្មែរគឺចម្លងពីវាអញ្ចឹងក្នុងថ្ងៃនេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើរឿងដ៏អស្ចារ្យមួយដើម្បីលើកស្ទួយវប្បធម៌និងផ្សព្វផ្សាយអរិយធម៌របស់យើងឲ្យកាន់តែសុខសាន្តហើយខ្ញុំសម្រេចចិត្តធ្វើរឿងនេះជាមួយនឹងបងទេពបុព្រឹកខ្ញុំគិតថាតើអ្នកគ្នាបានចងចាំកម្មវិធីទេវរាជអីគឺវាអស្ចារ្យគឺវាឆ្លុះបញ្ចាំងអំពីវប្បធម៌អរិយធម៌ខ្មែរប្រវត្តិសាស្ត្រដ៏អង្អាចរបស់បុព្វបុរសយើងហើយវាគឺជាកេរដំណែលដ៏សំខាន់ដែលក្នុងនាមជាកូនខ្មែរយើងត្រូវតែអភិរក្សត្រូវតែព្យាយាមផ្សព្វផ្សាយដោយពាក្យចាស់លោកពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរីជាតិថ្កើងថ្កានហើយខ្ញុំធ្វើកម្មវិធីនេះឡើងគឺខ្ញុំអត់ចង់បានអីទេតែវាកើតឡើងអំពីការឈឺចាប់វាកើតឡើងអំពីអារម្មណ៍ដែលភ័យខ្លាចបាត់បង់ហើយចង់បង្ហាញទៅកាន់ពិភពលោកអំពីកម្លាំងសាមគ្គីរបស់កូនខ្មែរក្នុងការលើកស្ទួយគ្រប់វិស័យទាំងអស់ដែលយើងមានអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនខ្មែរនឹងបើកចិត្តសាមគ្គីគ្នានៅក្នុងការធ្វើរឿងនេះហ៊ាននិយាយថាគឺជារឿងអស្ចារ្យមួយដែលខ្ញុំជាមួយនឹងបងទេពបុព្រឹកព្យាយាមអស់ឲ្យកម្លាំងកាយកម្លាំងចិត្តធនធានទោះទំហំនៃការចំណាយវាអស់ច្រើនមកជាតែខ្ញុំពិតជាមានមោទនភាពពេលខ្ញុំបានធ្វើវា